นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គម្ចាស់សូមលើកកំបងអញ្ជលីហដ្ឋាទាំងពីរនមស្ការឧទ្ទិសដោយចំពោះគុណនៃព្រះរតនត្រ័យពលគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយជារយៈភក្តីតែប៉ុណ្ណេះសពន្ត្រយនិវិរណធម្មការធ្វើវត្តនមស្ការអាយាយណៈមកប៉ុណ្ណេះនេះដើម្បីនឹងការពារបញ្ជារាល់ឧបទ្រពឧបទ្ទវន្តរាយទាំងឡាយផ្សេងៗដែលកើតអំពីទុរភិក្ខនិងអមនុស្សយាយីរូបរាងកាយអិសរាធិបតីមួយលើញាតិញោមសូមឲ្យបរិវិជាស្ងាយចាប់ពីពេលនេះតរៀបទៅអេទេនសច្ចវជាអ្នកវុទ្ធិហោទសពទាដោយពាក្យជាសច្ចវិជ្ជាដែលពោលដល់អង្គក្នុងមកប៉ុណ្នេះសូមស្រីសុស្ដីសុភមង្គលវិបុលសុខមហារសាតាចម្រើនដល់ញាតិញោមសពសពការ8ពីផ្លាយទៅជាប្រការៈដ៏ទៅឡើយជីវិតរបស់សត្វឬក៏ជីវិតរបស់មនុស្សជាតិនេះតែមានការប្រកាសនិរិះចាក់សត្វទាំងសងខាងចាក់បងចាក់ប្អូនចាក់ប្រពន្ធចាក់ប្តីចាក់ឪពុកម្ដាយជារឿងធម្មតាប៉ុន្តែក្នុងឱកាសនេះបានឱកាសអំពីរាជបតីរដ្ឋាភិបាលនិមន្តក៏សម្ដែងទាក់ទងជាមួយកម្មវិធីបុណ្យគម្រប់ពោះ100ថ្ងៃនេះដែរហើយកម្មវិធីគូបនេះតាមពុទ្ធិកាមិនបានជាចងក្រងជាស្បប់ទំនៀមទម្លាប់ប្រពៃណីដែលយើងម្នាក់ត្រូវតែធ្វើជាដាច់ខាតនោះក៏ទេដែរណាក៏កម្មវិធីបុណ្យគូបនេះមិនកំណត់ឲ្យយើងធ្វើដល់ឲ្យយើងធ្វើជាដាច់ខាតនោះទេអត់អញ្ចឹងទេគឺបានសេចក្តីថាពេលណាដែលសាច់ញាតិរបស់អ្នកស្លាប់មានលទ្ធភាពមានពេលវេលាមានឱកាសគ្រប់គ្រាន់ក្នុងការប្រារព្ធកម្មវិធីហើយគឺយើងអាចនាំទៅធ្វើដែរក៏ធ្វើទៅណាក៏បានពីព្រោះថាការធ្វើបុណ្យកុសលនេះមិនថាជាគូបមិនថាជាពេលវេលាដែលយើងចង់ធ្វើទេចង់ធ្វើពេលណាក៏ស្រេចតែនឹងសភាជ្រះថ្លារបស់យើងគ្រប់គ្នាដល់ហើយប្រពៃណីបុណ្យ100ថ្ងៃនេះក៏ដូចបុណ្យ7ថ្ងៃដែរមួយឆ្នាំក៏ដូចគ្នា10ឆ្នាំក៏ដូចគ្នាតាមពិតប្រពៃណីបុណ្យនេះមិនមែនខ្មែរយើងជាអ្នកបង្កើតទេក៏កម្មវិធីបុណ្យ100ថ្ងៃនេះ7ថ្ងៃនេះគឺកើតឡើងដោយប្រជាពុទ្ធបរិស័ទជនជាតិចិនក៏គេហៅថាជនជាតិភាគអាស៊ីពពានោះគឺកម្មវិធីនេះចម្លងតគ្នាមកប៉ុន្តែសួរថាមិនធ្វើទេដោយសារគេធ្វើដើម្បីរំលឹកនឹកគុណូបការៈរបស់បុគ្គលដែលបានលាលោកនេះទៅកាន់លោកមុខមានម្ដាយឪពុកពីដូនជាតាអីជាដើមចឹងហើយចិននឹងសោទៀតប្រពៃណីចិននឹងសោទៀតគឺធ្វើនៅក្នុងលក្ខខណ្ឌពុទ្ធសាសនាដូចគ្នាគ្រាន់តែវិធីក្នុងការធ្វើខុសគ្នាតាមទំនៀមទម្លាប់ប្រពៃណីជនជាតិរបស់គេព្រោះតាមជនជាតិរបស់គេដល់ខ្មែរយើងនិយមដល់ស្រាប់ហ្នឹងខ្មែរយើងក៏ចិនមិនគាត់ដែរច្រើនសុទ្ធតែកាត់ចិនហ្នឹងញោមក៏ចិនអាត្មាក៏ចិនអាត្មាចិនជាងញោមទៀតអញ្ចឹងសុទ្ធតែមានសាច់ញាតិហើយកាន់ពុទ្ធសាសនាដូចគ្នាចិនក៏កាន់ពុទ្ធសាសនាខ្មែរយើងក៏កាន់ពុទ្ធសាសនាដែរព្រោះតែថាខ្មែរយើងកាន់ពុទ្ធសាសនាបែបហិនយានមានន័យថាកាន់បែបគោរពបប្រតិបត្តិធម៌វិន័យហ្នឹងក្រាលក្រាស់ជាងមហាយានគេកាន់តែទៅសូទេមានន័យថាគេរៀនតែធម៌ទេគេរៀនតែធម៌ចង់ហាត់ក្បាច់គុណក៏បានចង់លេងល្បែងក៏បានចង់ឆាន់អីផ្សេងក៏បានដែរក៏អត់មានពេលវេលាជិះរៀងតែខាងសាច់ហើយប៉ះស្ត្រីប៉ះអីក៏បានជាទូទៅនៃវប្បធម៌សាសនាមហាយានដែលឡើងហិនយានយើង
ល្អណាស់ញោមល្អណាស់តែថាអីលោកពុទ្ធសាសនាធ្វើអីក៏អត់បានដែរសូម្បីតែយើងនិមន្តដើរក្តីដើរមិនសមគួរលឺស្បង់លឺថាប់លឺជីវរវឹកត្រូវខ្យល់ទៅអីហ្នឹងក៏មានអ្នករិះគន់ដែរហើយរត់ក៏មិនបានតក់បើក៏មិនបានហាត់កីឡាក៏មិនបានពេញខុសគ្នាប៉ុន្តែត្រឡប់មកវិញកុំនិយាយឆ្ងាយបំពេញនៃ100ថ្ងៃនេះគឺកើតឡើងនៅតំបន់នោះដល់ខ្មែរយើងនិយមរាប់អានពុទ្ធសាសនាមកខាងមហាយាននិងយានទេតែគោរពដូចគ្នាហើយមួយយ៉ាងទៀតនៃធំបំផុតរបស់ខ្មែរយើងដូចបច្ចុប្បន្ននេះដែរយើងយល់ឃើញណាយើងបច្ចុប្បន្ននេះចិនជាការីខ្មែរយើងកាត់ចិនជាការីចុះដាល់ច្រើនទៅសានចិនសឹងទៅគ្រប់គ្នាក៏សានចិនគ្រប់គ្នាដោយសារយើងយល់ថាការសែនការបន់ស្រន់ការបួងសួងតាមប្រពៃណីអ្នកខ្លះក៏បាត់ធ្វើទៅក្រែងលោកនិយមមិនដីចិនហ្នឹងធ្វើឲ្យគ្រួសាររុងរឿងរីកចម្រើនតាមដែលប្រពៃណីរបស់គេក៏តាមហ្នឹងហើយបនក៏ដូចគ្នាក៏ធ្វើតាមហ្នឹងដែរក៏ធ្វើតាមជនជាតិចិនចឹងដែរហើយចិនមានលោកនឹងស្រាប់ហើយគាត់មកដំបូងគាត់មករស់ស៊ីស្រុកយើងក៏វាក៏ឆ្នាំងដែរព្រោះជនអន្តោប្រវេសន៍ហើយយើងអ្នកនៅស្រុកយើងមានទ្រព្យសម្បត្តិគេអកសោពីដូនពីតាមកច្រើនហើយគាត់មកពីចម្ងាយគាត់រស់ស៊ីជាទូធាទៅយើងជាប្រយុទ្ធក្បួនគាត់ធ្វើជាក្បួនរបស់ខ្លួនឯងព្រោះប្រពៃណីវប្បធម៌នេះចេះតែឆ្លងគ្នាទៅវិញទៅមកថៃទៅឆ្លងយើងទៅឆ្លងថៃចិនទៅឆ្លងយើងទៅឆ្លងចិនហ្នឹងវប្បធម៌ឲ្យតែមានទំនាក់ទំនងជាមួយគ្នាតែឡើងបុណ្យ100ថ្ងៃក្តីបុណ្យ7ថ្ងៃក្តីជនជាតិចិនលោកនិយមប្ររពធ្វើរហូតទៅដល់10ដងអ្នកស្លាប់ហើយណាជនជាតិចិនគេធ្វើឲ្យ10ដងតាមលទ្ធភាពនៃគ្រួសាររបស់សពគេធ្វើមិនទី1បុណ្យ7ថ្ងៃហ្នឹងក៏បុណ្យចិនដែរ7ថ្ងៃក៏បុណ្យចិនដែរជំនាញឡប់របស់ចិន7 2 ដង 14ថ្ងៃទី14ធ្វើម្ដងទៀត7 ដង 21ធ្វើម្ដងទៀត28ធ្វើម្ដងទៀតរហូតដល់3ឆ្នាំមានន័យថាម៉េច7ថ្ងៃម្ដង14ម្ដង21ម្ដង28ម្ដង36ម្ដង1ឆ្នាំម្ដង3ឆ្នាំម្ដងពលយើងថាសរុបធ្វើមិនឲ្យគ្រប់7រហូតដល់1ឆ្នាំរហូតដល់3ឆ្នាំ1ឆ្នាំម្ដងហើយ3ឆ្នាំម្ដងទៀត10ដងអញ្ចឹងប្រពៃណីហ្នឹងកើតនៅស្រុកចិនហើយស្រុកចិនហ្នឹងគេមិនប្រកាសថាធ្វើចក្រណានុប្រទានដូចពុទ្ធសាសនាបែបហ្នឹងដែលយើងទេគឺសូម្បីតែគេយកផ្លែឈើមួយផ្លែបូកជាមួយនឹងផ្កាស្រស់បូកជាមួយនឹងទៀនហើយនឹងធូបបូជាចំពោះសពនោះក៏ឲ្យឈ្មោះថារំលឹកខួបរបស់អ្នកស្លាប់ហ្នឹងវិធីសាស្ត្រគេធ្វើឲ្យនេះប៉ុន្តែដែលឡែកខ្មែរយើងនិយមយកមកប្រើតែពីរគឺបុណ្យ7ថ្ងៃនិង100ថ្ងៃហើយបើធ្វើសារដងពេកក្រៃលោយើងរកអីធ្វើមិនបានព្រោះយើងតែធ្វើយើងប្រាប់ញោមអញ្ចឹងទេយើងចង់ធ្វើ10ដងក៏ដូចគ្នាក៏បានដូចគ្នាប៉ុន្តែយើងគ្រាន់តែសែនព្រេនអីបន្តិចគូសម្រាប់សពអ្នកស្លាប់ទៅក៏ហៅថាដឹងគុណពីគូសពដែរព្រោះនេះជាយើងចម្លងប្រពៃណីនៃកម្មវិធីបុណ្យ100ថ្ងៃដែលតគ្នាមករៀងរាល់តាពីសតវត្សទី6មកម្ល៉េះហើយអ្នកប្រាជ្ញចិនរហូតដល់សតវត្សទី13ម្ដងទៀតជនជាតិចិនពេលដែលធ្វើបុណ្យ3ឆ្នាំហ្នឹងគេវាយធំមែនតើណាញោមគេវាយធំមែនតើមានន័យថាគេធ្វើបុណ្យហ្នឹងវាធំមែនតើសម្រាប់រូបរួម9ដងមុនហ្នឹងដោយគេរលឹកអញ្ចឹងកម្មវិធីគេធ្វើ10ដងប្រពៃណីចិនគេយកទៅថាមនុស្សដែលបានធ្វើកាលកិរិយា7ថ្ងៃនេះអាថ្ងៃទី7ហ្នឹងត្រូវចុះទៅឋាននរក
ចូលទៅឋាននរោហើយមកជារៀបព្រោះមកជារៀបហ្នឹងគេកាត់ក្តីគេណែនាំដាក់ដាក់ទោសដាក់កងអីចឹងទៅតាមដែលយើងទៅប្រឹងធ្វើតែនៅជាមនុស្សហ្នឹងធ្វើអ្វីខ្លះគេកាត់ទោសតាមហ្នឹងអាហ្នឹងកាត់មួយសាររហូតដល់គ្រប់10ដងដូចស្មាលើកឡើងបែបនេះនឹងសម្រាប់ក្តីកាត់10ដងក៏សម្រាប់ក្តីយល់ទេបាទឧទាហរណ៍ថា7ថ្ងៃហ្នឹងរស់គេរស់ទៅដល់អស់ចេញពីខ្លួនមកមិនមែនថាទៅធំរស់ដល់អស់ក្នុងរយៈពេល10ដងគឺសម្រាប់ដល់ថ្ងៃ3ឆ្នាំគេធ្វើ3ឆ្នាំហ្នឹងគឺវ័យធំមានអីធ្វើហ្នឹងមានធ្វើមានប្រាក់ធ្វើប្រាក់ហើយលទ្ធផលរបស់គេបានមកវិញសំគួរដូចយើងចឹងយើងមានប្រពៃណីប្រាប់ភ្ញៀវចឹងគេមានប្រពៃណីអញ្ចឹងតែខ្មែរយើងយកជំនាញឡងគេថាយកទម្លាប់ប្រាប់ភ្ញៀវដូចគ្នាព្រោះអាថ្ងៃចុងក្រោយចឹងគេធ្វើតែមួយថ្ងៃនេះប្រាប់ភ្ញៀវណាគេប្រាប់តែមួយថ្ងៃចុងក្រោយយើងស្មានអ្វីធំហ្នឹងណាគេធ្វើតែមួយថ្ងៃហ្នឹងទេប្រាប់ភ្ញៀវអញ្ចឹងយើងបើធ្វើពីរដងគឺប្រាប់ពីរដងនេះគឺប្រពៃណីទាក់ទងជាមួយនឹងកម្មវិធីដល់100ថ្ងៃហើយប្រពៃណីខ្មែរយើងដែលកាន់ពុទ្ធសាសនាកន្លងមកមានតែកម្មវិធីជាវណ្ណៈកោតទេញោមណាព្រោះនេះធ្វើតាមពុទ្ធដីកាសុទ្ធអត់មានកន្លងចេញពីប្រទេសណាទេជាវណ្ណៈកោតគឺការដង្ហែសពនោះទៅបូជាទៅកត់ចោលទៅបោះចោលឬក៏ទៅបូជាដល់អគីហ្នឹងនេះជាជំនាញទំនាក់ប្រពៃណីពុទ្ធសាសនាសុទ្ធងាកមកវិញមានញោមពុទ្ធបរិស័ទយើងជាអ្នកកាន់ពុទ្ធសាសនាយើងជាប់លាប់ក្នុងពាក្យព្រាងដណ្ដើមរបស់ពុទ្ធបើកាលណាយើងធ្វើត្រូវផលអានិសង្ឃក៏ដូចជាផលដែលទទួលបានអំពីកម្មវិធីនេះក៏សំរុំតាមសេចក្តីប្រកាសរបស់យើងដែរហើយបុណ្យកុសលឯសោតទៀតញោមយើងធ្វើបុណ្យដូចធ្លាប់បានស្ដាប់ប្រសងសម្ដែងធម៌ជារឿយថាលុះណាទៅប្រកបដោយអង្គ3បើប្រកបដោយអង្គ3ហើយផលទានដែលយើងធ្វើនឹងវាសមតាមសេចក្តីប្រាថ្នាហើយទី1អីទី1គឺបដិគាអកៈអ្នកជ្រះថ្លាក្នុងពុទ្ធសាសនាដូចញោមឥស្រាធម្មតាអញ្ចឹងគាត់ជ្រះថ្លាក្នុងពុទ្ធសាសនាហើយគាត់ជាតួអង្គទី1ទី2ពេលដែលគាត់ជ្រះថ្លាហើយគាត់រកបដិគាអកៈអ្នកទទួលដើម្បីឲ្យមកទទួលទេយទានរបស់គាត់ប្រគេនទេយទានរបស់ហើយឧទ្ទិសកុសលជូនចំពោះអ្នកស្លាប់ដល់ទី3អ្នកស្លាប់នឹងមកទទួលអនុមោទនាដោយខ្លួនឯងណាបានពឹងពាក់អ្នកដទៃឲ្យផ្ញើឲ្យទេដល់យើងមកទទួលអនុមោទនាដោយខ្លួនឯងទៅផលអានិសង្សនោះបានពេញបរិបូរណ៍